ក្រុមឆោបបោកបំបីខ្លួនតូចៗនៅក្នុងភូមិតែម្ដងលែងមានអាគារធំៗហើយកម្លាំងអធិការនគរបាលស្រុកត្រពាំងប្រាសាទបានចុះស្រាវជ្រាវនិងបង្ក្រាបបានទីតាំងប្រព្រឹត្តបទល្មើសឆោបបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam មួយទីតាំងឃាត់ខ្លួនមនុស្សបាន2នាក់នៅថ្ងៃទី25ខែសីហាឆ្នាំ2026ទីតាំង Scam Online នេះស្ថិតក្នុងភូមិឃុំស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យដោយឃាត់ខ្លួនបានមនុស្សចំនួន2នាក់មួយឈ្មោះសឹមសុធាភេទប្រុសអាយុ22ឆ្នាំរស់នៅភូមិឃុំត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ2ឈ្មោះផាត់ស្រីនិតភេទស្រីអាយុ22ឆ្នាំរស់នៅក្នុងភូមិអូស្វាយឃុំអូស្វាយស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យកម្លាំងដកហូតវត្ថុតាងរួមមាន1កុំព្យូទ័រចំនួន2គ្រឿង2ទូរស័ព្ទដៃចំនួន2គ្រឿងរួមមាន iPhone 15 Pro Max ពណ៌ខ្មៅចំនួន1គ្រឿង iPhone 14 Pro Max ពណ៌ខ្មៅចំនួន1គ្រឿង